សៀវភៅវិជ្ជាព្រលឹងវិញ្ញាណប្រតិបត្តិនិពន្ធដោយព្រឹទ្ធាចារ្យម៉ៅច័ន្ទសំណុំអានដោយនាងខ្ញុំលឹមធីតាជំពូកទី4បដិបត្តិសមថកម្មដ្ឋានជាក់ស្ដែងសមាធិជាមួយដង្ហើមចេញចូលសមាធិជាមួយដង្ហើមនេះងាយបំផុតអាចជួយឲ្យអ្នកជំរះចិត្តភ្លាមៗជនដែលមានជំងឺផ្លូវចិត្តបាក់ទឹកចិត្តថប់អារម្មណ៍គិតច្រើនដេកពំលក់រវើរវាយឈានរហូតដល់កើតជំងឺផ្លូវកាយផ្សេងៗដូចជាជំងឺលើសឈាមជំងឺបេះដូងជំងឺលើសខ្លាញ់ឡាក់នៅសហរដ្ឋអាមេរិកមន្ទីរពេទ្យទំនើបមួយចំនួនបានបញ្ចូលបច្ចេកទេសសមាធិលើដង្ហើមដើម្បីរំដោះចិត្តមនុស្សតាមបែបវិទ្យាសាស្ត្របានអ្នកព្យាយាមហាត់សមាធិលើដង្ហើមបានថ្នឹកពេលខាងមុខដល់អ្នកគ្រាន់តែចូលទៅកាន់ដង្ហើមភ្លាមកំហឹងរលាយបាត់មួយរំពេចពេលភ័យខ្លាចមកដល់អ្នកគ្រាន់តែចូលទៅកាន់ដង្ហើមភ្លាមការភ័យខ្លាចក៏រលាយបាត់មួយរំពេចពេលខួរក្បាលគិតច្រើនគិតស្មុគស្មាញអ្នកគ្រាន់តែចូលទៅកាន់ដង្ហើមភ្លាមខួរក្បាលភ្លឺស្វាងមួយរំពេចវិធីហាត់សមាធិមួយនេះងាយនិងសាមញ្ញប៉ុន្តែមនុស្សភាគច្រើនពុំព្យាយាមគេឆាប់ធុញទ្រាន់ព្រោះហាត់ដដែលហើយក៏ងាយនឹងបោះបង់ចោលតាមព្រះពុទ្ធសាសនាគ្រូសមាធិបានបញ្ជាក់ច្បាស់ថាមានសត្រូវ5យ៉ាងដែលមកបន្តិចបង្អាក់ការព្យាយាមដំណើរសមាធិរបស់អ្នកសត្រូវទាំង5ដែលអ្នកគួរចងចាំនោះមាន 1. បំណងប្រាថ្នាចង់បានលទ្ធផលសមាធិយ៉ាងនេះយ៉ាងនោះសូមទម្លាក់បំណងប្រាថ្នាចេញពេលបដិបត្តិ 2. ទាស់ចិត្តគំនុំគុំគួនពុំអត់ឱនទោសដល់ខ្លួនឯងនិងអ្នកដទៃសូមប្រឡែងខ្លួនឲ្យស្រាលដោយទម្លាក់ទោសបីសពយ៉ាងចេញ 3. ការខ្ជិលច្រអូសធុញថប់ព្រោះធ្វើដដែលយកលេសយ៉ាងនេះយ៉ាងនោះកិច្ចពីការបដិបត្តិ 4. ទម្លាប់រីមាយរសាប់រសល់បណ្ដែតបណ្ដោយចិត្តពុំអាចតាំងនៅមួយកន្លែងបាន 5. ការសង្ស័យថាសមាធិនេះពុំនាំទៅដល់ទីណាឡើយសូមអ្នករវាំងពិនិត្យមើលយ៉ាងយកចិត្តទុកដាក់កុំឲ្យសត្រូវទាំង5នេះវាមករំខានអ្នកសូមអ្នកព្យាយាមឡើងសូមចងចាំថាការសមាធិដូចជាការហាត់សាច់ដុំធ្វើកាន់តែច្រើនម៉ោងកាន់តែថ្នឹកឡើងហើយនឹងមើលឃើញលទ្ធផលបានជាបណ្ដាសូមព្យាយាមឡើងសូមអំណត់ឡើងខាងក្រោមនេះជាសមាធិជាមួយដង្ហើមតើអ្នកប្រុងប្រៀបហើយឬនៅសូមរកកន្លែងអង្គុយសមាធិមួយរយៈតូចដោយពុំមានការរំខានសូមអង្គុយត្រង់ខ្លួនពុំត្រេកទៅចំហៀងឬទៅមុខតែសូមកុំប្រឹងដូចគំនប់ទង់ជាតិអង្គុយពេនភ្នែនសម្រួលដៃផ្ងាដាក់លើភ្លៅបិទភ្នែកសូមចាប់ផ្ដើមដោយសម្ដែងការដឹងគុណចំពោះមេត្តាបិតាគ្រូព្រះពុទ្ធព្រះធម៌ព្រះសង្ឃអ្នកអាចបួងសួងសូមជំនួយពីបារមីព្រះពុទ្ធជាម្ចាស់និងអាចផ្ដើមដោយការថ្វាយកាយចិត្តជូនព្រះពុទ្ធរឹតតែមានប្រសិទ្ធភាពជាដំបូងពុំគួរចូលទៅពិនិត្យដង្ហើមភ្លាមឡើយសូមនៅនឹងអ្វីៗជុំវិញខ្លួនសិនសូមចាប់អារម្មណ៍គ្រាន់តែដឹងនៅអ្វីៗដែលកំពុងតែកើតឡើងជុំវិញខ្លួនដូចជាសំឡេងឡាននៅក្រៅផ្ទះសំឡេងកង្ហាបន្ទប់ក្តៅអ៊ុនឬត្រជាក់ស្រួលដឹងរូបកាយប៉ះទៅនឹងក្តារក្រាលដៃប៉ះនឹងភ្លៅសូមមានអារម្មណ៍ដឹងរូបកាយទាំងមូលដែលកំពុងអង្គុយ
ហាក់ដូចជាអ្នកក្រៅមើលមកខ្លួនអ្នកផ្ទាល់បន្ទាប់មកសូមចូលទៅក្នុងខ្លួនអាចចាប់អារម្មណ៍លើវេទនានានាដែលលេចធ្លោនៅពេលនេះដូចជាទ្រូងចលនាឡើងចុះតាមដង្ហើមចេញចូលអាចដឹងជីបចូលអាចឮសំឡេងបេះដូងរួយចង្កេះធ្ងន់ក្បាលហេវហត់ស្រាលខ្លួនឡាច់ពេលនេះសមាធិចាប់ផ្ដើមហើយចូលអ្នកតម្រង់សតិមកចំណុចរុនច្រមុះនិងបបូរមាត់ខាងលើសូមដកដង្ហើមចេញចូលវែងៗ3ដងរួចសូមទុកឲ្យដង្ហើមចេញចូលធម្មតាជាធម្មជាតិចូលគុំកែប្រែដង្ហើមតាមបែបណាមួយឡើយទោះដឹងឬមិនដឹងដង្ហើមជាដំណើរធម្មជាតិដែលប្រព្រឹត្តទៅអូតូជាស្វ័យប្រវត្តិអ្នកពុំអាចឲ្យដង្ហើមនេះដើរឡើយសូមឲ្យចិត្តតោងនៅនឹងចំណុចតូចរុនច្រមុះនិងបបូរមាត់ខាងលើសូមតម្កល់ចិត្តនៅទីនោះប្រៀបដូចជាសត្វឆ្មាចេញចាប់កណ្ដុរដែលរត់ចូលរុនឆ្មានៅសម្លក់សម្លឹងមាត់រុនចាំចាប់កណ្ដុរបើវាចេញមកវិញចូលតម្កល់ចិត្តនៅទីនោះដោយដឹងនៅវេទនាទាំងឡាយកំពុងកើតឡើងនៅទីនោះដូចជាខ្យល់ចូលខ្យល់ចេញខ្យល់ស្រាលខ្យល់រហើយខ្យល់ចូលលឿនខ្យល់ចូលយឺតញ័រលើបបូរមាត់ខ្យល់ប៉ះបបូរមាត់ខ្យល់ប៉ះខាងក្នុងរុនច្រមុះសាឈៀបសាមរុនច្រមុះឡាក់សូមកុំខ្វាយខ្វល់នឹងវេទនានានាខាងក្រៅចំណុចតូចមួយនេះការងាររបស់អ្នកមានតែតម្កល់ចិត្ត attention នៅទីនោះឲ្យបានកាន់តែយូរកាន់តែល្អដំបូងបាន15វិនាទី30វិនាទី1នាទី2នាទី3នាទី5នាទី10នាទីឡាកាន់តែបដិបត្តិកាន់តែថ្នឹកសូមចងចាំពាក្យនិងអេរិយាបថដឹងត្រឹមតែដឹងពុំគិតពិចារណារកហេតុផលតាំងនៅជាឧបេក្ខាពុំរកហេតុផលពុំជជែកគិតគូរថ្លឹងថ្លែងសូមព្យួរខួរក្បាលទុកមួយអន្លើពុំប្រើប្រាស់វាឡើយមួយសន្ទុះមកជាទម្លាប់របស់ចិត្តវាងាកចេញពីដង្ហើមចេញទៅខាងក្រៅដែលហៅថាបែកសតិចិត្តស្រមៃឃើញរឿងផ្សេងរឿងកន្លងមករឿងទៅអនាគតរឿងពីម្សិលមិញដូចជាចិត្តគិតអំពីមុខរបរវាគិតអំពីលទ្ធផលមកពីសមាធិឡាសូមអ្នកភ្ញាក់រលឹកទាញចេញត្រឡប់មកមើលដង្ហើមវិញការដែលអ្នកអាចផ្ដាច់ពីរឿងផ្សេងហើយត្រឡប់មកកាន់ដង្ហើមបានម្ដងនោះជារបត់ថ្មីនៃជីវិតរបស់អ្នកហើយក៏កំណត់ថាជាជោគជ័យធំណាស់ការដែលអ្នកអាចផ្ដាច់ពីរឿងផ្សេងហើយត្រឡប់មកកាន់ដង្ហើមបានម្ដងនោះជារបត់ថ្មីនៃជីវិតរបស់អ្នកហើយក៏កំណត់ថាជាជោគជ័យធំណាស់ការដែលអ្នកអាចផ្ដាច់ពីរឿងផ្សេងហើយត្រឡប់មកកាន់ដង្ហើមបានម្ដងនោះជារបត់ថ្មីនៃជីវិតរបស់អ្នកហើយក៏កំណត់ថាជាជោគជ័យធំណាស់ខ្ញុំនិយាយដដែលនៅឃ្លាប្រយោគខាងលើនេះពីព្រោះចំណុចនេះជាខ្លឹមសារបណ្ដូលនៃការហាត់សមាធិលើដង្ហើមនេះជួនកាលមួយរយៈសមាធិអ្នកនៅនឹងដង្ហើមបានមួយផ្លែតដំបូងហើយបន្ទាប់មកអ្នកត្រូវសណ្ដំ
ជប់នឹងសាច់រឿងនានាក្នុងចិត្តប្រការនេះអ្នកចេញពីសមាធិហើយរបៀបដកចិត្តចេញពីសាច់រឿងនានាតើអ្នកធ្វើដូចម្តេចបើស្រមៃឃើញរឿងពីក្មេងអ្នកអាចរកពាក្យណាមួយពាក្យណាក៏បានដូចជាពាក្យថាក្មេងក្មេងក្មេងមករំលឹកដល់ខ្លួនឯងថាដើរចេញទៅក្រៅហើយទម្លាក់ការស្រមៃចោលមកដង្ហើមវិញឧទាហរណ៍មួយទៀតរឿងឆ្លោះគ្នាជាមួយលោកសុកពីម្សិលមិញផុសឡើងសូមរកពាក្យដាក់ដូចជាសុកមករំលឹកខ្លួនឯងថាបានដើរចេញទៅក្រៅហើយត្រឡប់មកកាន់ដង្ហើមវិញដំបូងចិត្តនៅនឹងដង្ហើមចិត្តមើលដង្ហើមមានន័យថាមានមនុស្សអ្នកមើលដង្ហើមបុគ្គលខ្ញុំមើលដង្ហើមយូរបន្តិចមកចូលទម្លាប់គ្រាន់តែដឹងដង្ហើមចេញចូលគ្រាន់តែដឹងវេទនានានានៅទីនោះតែគ្មានអ្នកដឹងគ្មានមនុស្សអ្នកដឹងគ្មានមនុស្សអ្នកមើលដង្ហើមឡើយដោយការព្យាយាមយ៉ាងមុតមាំអ្នកហាត់ដង្ហើមយូរទៅកាន់តែថ្នឹកសតិមុតស្រួចឡើងគេពិសោធន៍ដង្ហើមកាន់តែខ្លីទៅរហូតដល់ពេលនេះដង្ហើមឆ្មាឡើងជួនបាត់ដង្ហើមតែម្ដងនេះជាដំណើរឈានពីភាពគ្រុតគ្រៀតឈានទៅកាន់ល្អិតសុខុមឈានពីសមតិសច្ចៈទៅបរមត្ថសច្ចៈសមតិសច្ចៈគឺជាសច្ចៈឬការពិតដែលមនុស្សរស់នៅក្នុងកាយនិងចិត្តចំណែកឯបរមត្ថសច្ចៈគឺជាសច្ចៈឬការពិតដែលមនុស្សឡើងទៅហួសផុតពីកាយនិងចិត្តទៅជាប្រធានហើយអាចទៅជាសតិដឹងនៅនឹងសតិដឹងនៅម្នាក់ឯងសតិដឹងគ្មានកម្មវត្ថុពេលនោះអ្នកទទួលអារម្មណ៍សុខស្ងប់មានបិតិសុខស្រួលពេកពុនតែហាមកុំជាប់ចិត្តនឹងលទ្ធផលទាំងនោះឲ្យសោះបើពុំដូច្នោះទេអ្នកនឹងត្រូវចិត្តបំណងប្រាថ្នានេះមករៀបរៀងផ្លូវសមាធិលែងបន្តទៅមុខទៀតបានសូមបន្តការហាត់សមាធិលើដង្ហើមដោយព្យាយាមអំណត់ប្រឹងប្រែងមុននឹងបញ្ចប់សមាធិសូមអ្នកផ្សាយមេត្តាដល់មនុស្សសត្វគ្រប់ទិសទីឲ្យគេជួបតែនឹងសេចក្តីសុខរួចរំដោះសុខដុមរមនាសុភមង្គលដោយរូបអ្នកតរៀងទៅបានអ្នកជាអ្នកហាត់សមាធិលើដង្ហើមបានថ្នាក់ហើយដង្ហើមអ្នកបានក្លាយទៅជាឧបករណ៍មួយយ៉ាងសំខាន់សម្រាប់អ្នកចូលទៅសតិដឹងគ្រប់ពេលពីព្រោះបានអ្នកនៅជាមួយនឹងដង្ហើមមានន័យថាអ្នកចូលលំហទទេធំទូលាយនៃសតិដឹងចូលទៅជួបនឹងមនុស្សពិតឯកសារបុរាណជាច្រើនបានឲ្យនិយមន័យថាដង្ហើមគឺជាសតិដឹងគឺជា consciousness រំដោះខ្លួនចេញពីចិត្តអវិជ្ជមានចេញពីកំហឹងការភ័យខ្លាចទុក្ខសោកសង្រេងឧទាហរណ៍បើភ្លើងកំហឹងចូលមកដល់វាទើបតែអោតក្បាលលឹមមកអ្នកបដិបត្តិចូលទៅពិនិត្យដង្ហើមចេញចូលភ្លាមពេលនោះកំហឹងពុំអាចពង្រីកខ្លួនបានវាត្រូវកាត់ផ្ដាច់រំលាយភ្លាមដោយសតិដឹងនេះឯងរស់នៅមានជំនួយពីលោកសកលពីប្រាជ្ញាសកលបានអ្នករស់នៅដោយមានសតិដឹងលើដង្ហើមបានច្រើនឡើងដូចពាក្យស្លោកមួយឃ្លាថាទំនេរក្នុងភាពរវល់មានន័យថាកាយចិត្តនៅខាងក្រៅបន្តធ្វើកិច្ចការរបស់គេដោយមានជំនួយពីប្រាជ្ញាសកលពីព្រោះអ្នកបដិបត្តិនៅតែភ្ជាប់នឹងធាតុសតិដឹងពីខាងក្រៅជានិច្ចអ្នកបដិបត្តិគេមានភាពនឹងណូសម្រាប់កិច្ចការណាមួយប្រកបដោយគតិបណ្ឌិត
ពន្លឺជោគជ័យកើតមានពិតប្រាកដពិតណាស់លំហាត់សមាធិលើដង្ហើមនេះសាមញ្ញណាស់តែមនុស្សច្រើនមើលស្រាលហើយរឿងមួយពិបាកនោះមនុស្សទូទៅខ្វះការព្យាយាមអំណត់ក្នុងការហាត់បដិបត្តិលោកអូសូបានពោលខ្លឹមសារសង្ខេបថា1បើអ្នកធ្វើកិច្ចការណាមួយទន្ទឹមនឹងនោះអ្នកដឹងពីដង្ហើមចេញចូលផងនោះអ្នកតាំងនៅនឹងពេលបច្ចុប្បន្ន2បើអ្នកធ្វើអ្វីមួយដឹងដង្ហើមផងនោះអ្នកបានចូលទៅដល់ប្រភពនៃជីវិត3បើអ្នកធ្វើអ្វីមួយដឹងដង្ហើមផងនោះអ្នកនឹងបានទៅហួសពីពេលវេលាទីឋានកាលៈទេសៈ4បើអ្នកធ្វើអ្វីមួយដឹងដង្ហើមផងនោះអ្នកបានរស់នៅក្នុងលោកនេះផងនិងទៅផុតពីលោកនេះផងអ្នករស់នៅពីភពអ្នកពុំជាប់ជំពាក់នឹងលោកយើងនេះបានរួចរំដោះពីទុក្ខសោកនៃលោកយើងនេះប្រការនេះអាចនឹងបញ្ជាក់ក្នុងរូបភាពខាងលើក្នុងរូបតែមួយអ្នកមើលឃើញរូបមនុស្សស្ត្រីក្មេងផងនិងរូបស្ត្រីចាស់ផងប៉ុន្តែរឿងមួយដែលចម្លែកនោះបើអ្នកមើលឃើញស្ត្រីក្មេងនោះនឹងបាត់រូបស្ត្រីចាស់តែផ្ទុយទៅវិញបើអ្នកមើលឃើញរូបស្ត្រីចាស់នោះនឹងបាត់រូបស្ត្រីក្មេងក្នុងគណៈនីមួយៗអ្នកអាចឃើញរូបតែម្យ៉ាងតែមួយគត់អាស្រ័យអ្នកតម្រង់សតិ attention ទៅរកអាស្រ័យនឹងការសម្រេចចិត្តរបស់អ្នកអាស្រ័យអ្នកចុចកុងតាក់បែរទៅរកក៏ដូចនៃនេះដែរក្នុងរូបមនុស្សយើងមានតែមុខពីរភពប៉ុណ្ណោះនោះគឺ1ភពចិត្តមនុស្សកាយបូកនឹងចិត្តបូកនឹង memory 2ភពពិតបរិសុទ្ធបើអ្នកតាំងនៅនឹងដង្ហើមសុទ្ធនោះអ្នកឆ្លងផុតទៅកាន់ចិត្តបរិសុទ្ធហើយពីព្រោះភពទាំងពីរនេះពុំអាចតាំងនៅក្នុងពេលតែមួយឡើយសូមព្រះពុទ្ធប្រទានពរសព្វសាធុការឲ្យអ្នកបានសម្រេចបំណងប្រាថ្នាដ៏ពិសិដ្ឋពោលគឺអ្នករកឃើញមនុស្សពិតក្នុងខ្លួនអ្នកផ្ទាល់ក្នុងចិត្តនេះតែម្ដងសូមអ្នកបានរួចរំដោះចាក់ចេញពីភាពងងឹតទៅកាន់ពន្លឺចាក់ចេញពីអវិជ្ជមានទៅយល់ច្បាស់មានវិជ្ជាចាក់ចេញពីវាលវត្តសង្សារទៅដល់ពុទ្ធធាតុទៅដល់អមតៈធម៌ពោលគឺជាទីអស់ជាតិកំណើតព្រះនិព្វានទៅហោង